សមជាក្មេងប្រុសម្នាក់ដែលរស់នៅជាមួយជីដូនពួកគេមានជីវភាពលំបាកខ្លាំងណាស់ម្ដាយរបស់សមបានស្លាប់ហើយឪពុករបស់សមបានទៅរស់នៅបរទេសទោះបីលំបាកយ៉ាងណាក៏សមនៅតែមិនបោះបង់ការសិក្សាឡើយសមតែងតែមើលថែជីដូនដោយយកចិត្តទុកដាក់សមចៅជួយយកទឹកឲ្យយាយបន្តិចមកចៅបាទយាយចាំបន្តិចយាយចាំចៅយកជូនយាយសមតើឯងចង់រៀនទេបាទពិតជាចង់ខ្លាំងណាស់លោកគ្រូណែពួកហែងមើលសំលៀកក្បំពាក់អាសមអីក៏អន់ខ្លាំងមែនហាពួកឯងកុំថាឲ្យគ្នាចឹងសមឆាប់សម្រាប់ទៅចៅយប់ជ្រៅណាស់ហើយបន្តិចទៀតសម្រាប់ហើយយាយខ្ញុំត្រូវតែយកលេខ1ឲ្យបានសូមអបអរសាទរចំពោះសិស្សឆ្នើមដែលប្រឡងបានលេខ1ទូទាំងសាលាបាទអរគុណលោកគ្រូសមនេះជាកាដូរបស់ឯងសម្រាប់ការប្រាំងជាប់ខ្ញុំពិតជារំភើបខ្លាំងណាស់ចៅប្រឡងបានលេខ1យាយពិតជាសប្បាយចិត្តខ្លាំងណាស់ពិតមែនហើយយាយនេះជាអ្វីដែលចៅចង់បាន2 ខែក្រោយមកយាយរបស់សមក៏ធ្លាក់ខ្លួនឈឺជាទម្ងន់សមក៏បានសម្រេចចិត្តសុំជំនួយដើម្បីព្យាបាលយាយទីបំផុតក៏មានអង្គការមួយបានធានាព្យាបាលជំងឺយាយរបស់សមបងប្អូនជួយយាយរបស់ខ្ញុំផងខ្ញុំមិនមានលុយសម្រាប់ព្យាបាលយាយខ្ញុំទេជួយខ្ញុំផងឆាប់ទៅរៀនទៅចៅយាយបានធូរខ្លះហើយមិនអីទេយាយកុំបារម្ភអីមួយរយៈក្រោយមកយាយរបស់សមក៏បានជាពីជំងឺហើយសមក៏បានជាប់អាហារូបករណ៍ទៅរៀននៅក្រៅប្រទេសយាយរបស់សមពិតជារំភើបខ្លាំងណាស់សប្បាយចិត្តខ្លាំងណាស់យាយមិននឹកស្មានថាខ្ញុំមានថ្ងៃនេះទេល្អហើយចៅត្រូវតែខំរៀនណា